គូវុនផាឬក្រុមសេចក្តីសង្គ្រោះសូមប្រុងប្រយ័ត្នចំពោះក្រុមខុសឆ្គងគូវុនផាភាពខុសឆ្គងរបស់ក្រុមគូវុនផាគឺក្រុមសេចក្តីសង្គ្រោះឬមួយក៏ហៅថាគូវុនផាគឺជាសាសនាខុសឆ្គងមួយនៅក្នុងចំណោមគ្រិស្តបរិស័ទដែលបានចាប់ផ្ដើមនៅក្នុងប្រទេសកូរ៉េនៅដើមឆ្នាំ1960ហើយមានសកម្មភាពជានិកាយបាទីសមួយនៅក្នុងប្រទេសកម្ពុជាមានក្រុមធំពីរគឺផាក់អុកស៊ូនិងលីយ៉ូហានដែលធ្វើការក្រោមឈ្មោះ IYF និង Life World Mission 1. មនុស្សមានការប្រែចិត្តតែមួយដងការអះអាងរបស់ក្រុមសេចក្តីសង្គ្រោះគេបាននិយាយថាការប្រែចិត្តគឺមានតែមួយដងប៉ុណ្ណោះហើយមិនចាំបាច់មានការប្រែចិត្តទៀតទេបន្ទាប់ពីទទួលបានការសង្គ្រោះប៉ុន្តែនៅក្នុងការបង្រៀនរបស់ព្រះគម្ពីរគឺនៅក្នុងព្រះគម្ពីរយូហានខ្សែទី1ជំពូក1ខ9បានចែងថាបើយើងលន់តួបាបវិញនោះទ្រង់មានព្រះハរតីស្មោះត្រង់ហើយសុចរិតប្រយោជន៍នឹងអត់ទោសបាបឲ្យយើងហើយនឹងសម្អាតយើងពីគ្រប់អំពើទុច្ចរិតទាំងអស់ផងដូច្នេះបានន័យថានៅក្នុងខគម្ពីរនេះបានបង្ហាញយ៉ាងច្បាស់ថាការប្រែចិត្តមិនមែនជាព្រឹត្តិការណ៍ដែលកើតឡើងតែម្ដងនោះទេប៉ុន្តែគឺជាដំណើរការមួយដែលកំពុងបន្តមិនឈប់ឈរយើងត្រូវតែសារភាពអំពើបាបរបស់យើងហើយសូមការអភ័យទោសពីព្រះជារៀងរាល់ថ្ងៃ 2. ការសង្កត់ធ្ងន់លើពេលវេលានៃសេចក្តីសង្គ្រោះក្នុងក្រុមសេចក្តីសង្គ្រោះគេបាននិយាយថាប្រសិនបើអ្នកមិនដឹងថ្ងៃនៃសេចក្តីសង្គ្រោះទេមានន័យថាអ្នកមិនបានសេចក្តីសង្គ្រោះទេដូច្នេះហើយសេចក្តីសង្គ្រោះគឺជាអំណោយទានមួយដែលប្រទានដោយព្រះគុណរបស់ព្រះហើយមិនត្រូវបានកំណត់ដោយកាលបរិច្ឆេទឬគណៈពេលជាក់លាក់ណាមួយនោះទេប៉ុន្តែនៅក្នុងការបង្រៀនរបស់ព្រះគម្ពីរវិញគឺនៅក្នុងព្រះគម្ពីរអេផេសូជំពូក2ខ8បានចែងថាត្បិតគឺព្រះគុណដែលអ្នករាល់គ្នាបានសង្គ្រោះដោយសារសេចក្តីជំនឿហើយសេចក្តីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរគឺជាអំណោយទានរបស់ព្រះវិញដូច្នេះបានន័យថាបទពិសោធន៍នៃសេចក្តីសង្គ្រោះរបស់មនុស្សម្នាក់អាចខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ផ្សេងទៀតដោយសារតែអ្នកមិនដឹងពេលវេលាមិនមែនមានន័យថាអ្នកមិនត្រូវបានសង្គ្រោះនោះទេអ្វីដែលសំខាន់គឺជំនឿនិងទំនាក់ទំនងបច្ចុប្បន្នរបស់អ្នកជាមួយនឹងព្រះទី3មិនចាំបាច់សារភាពបាបទេចំពោះក្រុមនៃសេចក្តីសង្គ្រោះគឺគេបានអះអាងថាប្រសិនបើអ្នកដឹងពីអំពើបាបរបស់អ្នកអំពើបាបទាំងអស់នឹងត្រូវបានដោះស្រាយដូច្នេះមិនចាំបាច់សារភាពអំពើបាបរបស់អ្នកទេប៉ុន្តែនេះគឺខុសពីការបង្រៀនពីព្រះគម្ពីរដែលនៅក្នុងព្រះគម្ពីរយ៉ាកុបជំពូក5ខ16បានចែងថាដូច្នេះចូលឲ្យអ្នករាល់គ្នាលន់តួទោសនឹងគ្នាហើយអធិដ្ឋានឲ្យគ្នាទៅវិញទៅមកដើម្បីឲ្យបានជាចុះត្បិតសេចក្តីទូលអង្វរដ៏អស់ពីចិត្តរបស់មនុស្សសុចរិតនោះពូកែណាស់ចំណែកឯនៅក្នុងព្រះគម្ពីររ៉ូមជំពូក7ខ19ដល់ខ24គឺជាការនិយាយអំពីសាវកប៉ូលដែលគាត់បានសារភាពជាមួយនឹងអំពើបាបហើយបានដោះស្រាយយ៉ាងយកចិត្តទុកដាក់ចំពោះបញ្ហានៃអំពើបាបទាំងនោះដូច្នេះមានន័យថានៅក្នុងការរស់នៅរបស់យើងប្រចាំថ្ងៃតែងតែប្រព្រឹត្តអំពើបាបដូច្នេះវាជាការចាំបាច់ណាស់ក្នុងការសារភាពពីអំពើបាបរបស់យើងដើម្បីឲ្យយើងបានក្លាយជាមនុស្សបរិសុទ្ធបានទី4គឺគេនិយាយថាផ្ដោតតែលើការយល់ដឹងដោយមិនគិតពីភាពបរិសុទ្ធជារឿងសំខាន់ពួកក្រុមសេចក្តីសង្គ្រោះគឺគេបានអះអាងថាគឺផ្ដោតតែទៅលើការយល់ដឹងនិងចេះដឹងពីព្រះគម្ពីរប៉ុន្តែមិនបានផ្ដោតទៅលើការប្រព្រឹត្តតាមដើម្បីឲ្យខ្លួនបានបរិសុទ្ធនោះទេឯនៅក្នុងការបង្រៀននៅក្នុងព្រះគម្ពីរវិញគឺមាននៅក្នុងព្រះគម្ពីរហេព្រើរជំពូក12ខ14បានចែងថាចូលដេញតាមសេចក្តីមេត្រីចំពោះមនុស្សទាំងអស់ចុះហើយឲ្យបានញែកជាបរិសុទ្ធដែរបើអ្នកណាគ្មានសេចក្តីបរិសុទ្ធនោះមិនដែលឃើញព្រះអង្គម្ចាស់ឡើយដូច្នេះគឺដំណើរដែលយើងឈានទៅរកភាពបរិសុទ្ធគឺជាផ្នែកសំខាន់មួយនៃជីវិតក្នុងគោលជំនឿ
ហេតុនេះហើយដំណើរដែលឆ្ពោះទៅរកភាពបរិសុទ្ធគឺជាដំណាក់កាលដែលធ្វើឲ្យយើងទទួលបានភាពបរិសុទ្ធបន្ទាប់ពីទទួលបានការសង្គ្រោះការយល់ដឹងនិងការភ្ញាក់រលឹកតែមួយមុខដោយមិនមានការធ្វើឲ្យបរិសុទ្ធនោះមិនគ្រប់គ្រាន់ក្នុងការដែលធ្វើឲ្យជីវិតរបស់យើងបានផ្លាស់ប្ដូរនោះទេទី5ការប្រងើយកន្តើយចំពោះអំណោយនៃសេចក្តីសង្គ្រោះរបស់ព្រះនៅក្នុងក្រុមពួកនៃសេចក្តីសង្គ្រោះគឺពួកគាត់បានអះអាងថាពួកគេផ្ដោតតែទៅលើការយល់ដឹងនិងការភ្ញាក់រលឹករបស់មនុស្សតែប៉ុណ្ណោះហើយពួកគេមិនបានអើពើជាមួយនឹងអំណាចនៃការសង្គ្រោះរបស់ព្រះនោះឡើយប៉ុន្តែការបង្រៀននៅក្នុងព្រះគម្ពីរគឺនៅក្នុងព្រះគម្ពីរយូហានជំពូកទី6ខ44បានចែងថាគ្មានអ្នកណាអាចនឹងមកអាយខ្ញុំបានទេលើកតែព្រះវរបិតាដែលចាត់ខ្ញុំឲ្យមកទ្រង់ទាញនាំគេប៉ុណ្ណោះហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញនៅថ្ងៃចុងបំផុតដែរដូច្នេះគឺការសង្គ្រោះស្ថិតនៅក្រោមអំណាចរបស់ព្រះទាំងស្រុងហេតុនេះហើយបានន័យថាការសង្គ្រោះគឺមានដោយសារតាមរយៈព្រះគុណនិងការជ្រើសរើសរបស់ព្រះមិនមែនដោយការប្រឹងប្រែងឬការយល់របស់មនុស្សនោះទេទី6ពួកគេអះអាងថាក្រឹតវិន័យត្រូវបានលុបចោលពួកក្រុមនៃសេចក្តីសង្គ្រោះគឺគាត់បានអះអាងថាក្រឹតវិន័យត្រូវបានលុបចោលប៉ុន្តែនៅក្នុងការបង្រៀនរបស់ព្រះគម្ពីរគឺនៅក្នុងព្រះគម្ពីរម៉ាថាយជំពូក5ខ17បានចែងថាកុំឲ្យគិតស្មានថាខ្ញុំមកដើម្បីនឹងលើកក្រឹតវិន័យឬទំនាយពួកហោរាចោលឡើយខ្ញុំមិនមែនមកនឹងលើកចោលទេគឺមកនឹងធ្វើឲ្យសម្រេចវិញដូច្នេះបានន័យថាក្រឹតវិន័យត្រូវបានបំពេញតាមរយៈព្រះយេស៊ូវគ្រីស្ទព្រមទាំងមានក្រឹតវិន័យអំពីសីលធម៌និងច្បាប់អាហារហេតុនេះហើយពួកយើងត្រូវតែគោរពតាមព្រះបន្ទូលរបស់ព្រះហើយព្រះយេស៊ូវមិនបានលុបចោលក្រឹតវិន័យនោះទេប៉ុន្តែទ្រង់បានសម្រេចវាវិញទី7បដិសេធចំពោះលំនាំនៃការថ្វាយបង្គំព្រះការអះអាងរបស់ក្រុមសេចក្តីសង្គ្រោះគឺពួកគេបានបដិសេធលំនាំអធិដ្ឋានបែបព្រះអង្គម្ចាស់គោលជំនឿពួកសាវកការថ្វាយបង្គំថ្ងៃអាទិត្យជាដើមចំណែកឯការបង្រៀននៅក្នុងព្រះគម្ពីរវិញគឺនៅក្នុងព្រះគម្ពីរម៉ាថាយជំពូក6ខ9ដល់ខ13បាននិយាយអំពីការអធិដ្ឋានរបស់ព្រះអង្គម្ចាស់បានបង្រៀនដោយព្រះយេស៊ូវផ្ទាល់ចំណែកឯនៅក្នុងព្រះគម្ពីរកិច្ចការជំពូក2ខ42បានចែងថាអ្នកទាំងនោះក៏នៅតែព្យាយាមក្នុងសេចក្តីល្អរបស់ពួកសាវកហើយក្នុងសេចក្តីប្រកបគ្នាព្រមទាំងការកាច់នំប៉័ងនិងសេចក្តីអធិដ្ឋានផងដែលទាំងអស់នេះគឺមានន័យថាវាជាចំណុចសំខាន់ក្នុងការថ្វាយបង្គំផ្អែកទៅលើប្រពៃណីមានទាំងការបង្រៀនរបស់ព្រះយេស៊ូវហើយនិងក្រុមជំនុំដំបូងផងដែរដូច្នេះបានន័យថាការថ្វាយបង្គំជាសហគមន៍ឬការទទួលស្គាល់ជំនឿគឺជាផ្នែកសំខាន់នៃជំនឿរបស់គ្រិស្តបរិស័ទការបដិសេធចំណុចទាំងនេះវាគឺជារឿងផ្ទុយនៃការបង្រៀនរបស់ព្រះគម្ពីរចំណុចទី8អះអាងថាការភ្ញាក់រលឹកសំខាន់ជាងជីវិតដែលធ្វើល្អការអះអាងរបស់ក្រុមអ្នកសេចក្តីសង្គ្រោះគឺពួកគាត់បាននិយាយថាពួកគេយល់ឃើញថាការយល់ដឹងពីដំណឹងល្អនៃព្រះគម្ពីរសំខាន់ជាងការរស់នៅក្នុងជីវិតដែលប្រព្រឹត្តល្អប៉ុន្តែការបង្រៀននៅក្នុងព្រះគម្ពីរគឺនៅក្នុងព្រះគម្ពីរយ៉ាកុបជំពូក2ខ17បាននិយាយថាឯសេចក្តីជំនឿក៏បែបដូច្នោះដែរបើគ្មានការប្រព្រឹត្តតាមទេនោះក៏ស្លាប់នៅតែឯងដូច្នេះគឺបានន័យថាជំនឿនិងការប្រព្រឹត្តត្រូវតែនៅជាមួយគ្នាហេតុនេះហើយជំនឿពិតត្រូវតែបង្ហាញតាមរយៈអំពើល្អបើគ្រាន់តែមានការយល់ដឹងតែម្យ៉ាងនោះមិនអាចចាត់ទុកថាជាជំនឿដែលរស់នោះទេទី9ប្រសិនបើអ្នកសារភាពថាអ្នកជាមនុស្សមានបាបអ្នកមិនត្រូវបានសង្គ្រោះទេចំពោះការអះអាងរបស់ក្រុមនៃសេចក្តីសង្គ្រោះពួកគេបាននិយាយថាប្រសិនបើអ្នកសារភាពថាអ្នកជាមនុស្សមានបាបនោះអ្នកមិនត្រូវបានសង្គ្រោះនោះទេប៉ុន្តែនេះគឺមិនដូចជាមួយនឹងការបង្រៀននៅក្នុងព្រះគម្ពីរឡើយសម្រាប់នៅក្នុងព្រះគម្ពីរធីម៉ូថេខ្សែទី1ជំពូក1ខ15បានពោលថាពាក្យនេះគួរជឿហើយគួរទទួលគ្រប់យ៉ាងគឺថាព្រះគ្រីស្ទយេស៊ូវទ្រង់បានយាងមកក្នុងលោកីដើម្បីនឹងជួយសង្គ្រោះមនុស្សមានបាប
ដែលខ្ញុំនេះជាលេខ1ក្នុងពួកគេដូច្នេះមានន័យថាការទទួលស្គាល់ថាអ្នកជាមនុស្សមានបាបហើយមានការប្រែចិត្តគឺជាការចាប់ផ្ដើមនៃសេចក្តីសង្គ្រោះហេតុនេះសូម្បីតែសាវកប៉ូលក៏បានសារភាពថាគាត់ជាមនុស្សមានបាបខ្លាំងបំផុតដូច្នេះហើយការទទួលយកនិងការទទួលស្គាល់ពីអំពើបាបគឺជាអាកប្បកិរិយាដែលបន្ទាបខ្លួននៅចំពោះព្រះទី10អះអាងថាការសង្គ្រោះគឺជាលទ្ធផលនៃការចេះដឹងពួកในក្រុមសង្គ្រោះគេបានអះអាងថាការសង្គ្រោះគឺត្រូវបានសម្រេចតាមរយៈការចេះដឹងរបស់មនុស្សប៉ុន្តែនៅក្នុងព្រះគម្ពីរវិញមានការបង្រៀនខុសគ្នាដែលនៅក្នុងព្រះគម្ពីរអេផេសូចំពុក2ខ8បានចែងថាត្បិតគឺដោយព្រះគុណដែលអ្នករាល់គ្នាបានសង្គ្រោះដោយសារសេចក្តីជំនឿហើយសេចក្តីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរគឺជាអំណោយទានរបស់ព្រះវិញដូច្នេះការសង្គ្រោះគឺជាអំណោយទានដែលផ្ដល់ដោយព្រះគុណរបស់ព្រះហេតុនេះហើយសេចក្តីសង្គ្រោះមិនមែនជាការចេះដឹងឬជាការភ្ញាក់រលឹករបស់មនុស្សទេតែវាជាព្រះគុណរបស់ព្រះយើងមិនអាចទទួលវាបានតាមរយៈការប្រព្រឹត្តឬកិច្ចខិតខំប្រឹងប្រែងរបស់យើងនោះទេ